សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិបេសកជនពិសេសអាមេរិកប្រចាំ NATO ទៅដល់អ៊ុយក្រែនដើម្បីពិភាក្សាអំពីមីស៊ីល Patriot និងកិច្ចព្រមព្រៀងទិញដ្រូនពីអ៊ុយក្រែនលោក Matt Whitaker តំណាងពិសេសសហរដ្ឋអាមេរិកប្រចាំអង្គការ NATO បានទៅដល់ទីក្រុងគៀវហើយដើម្បីពិភាក្សាអំពីការបញ្ជូនប្រព័ន្ធមីស៊ីល Patriot និងកិច្ចព្រមព្រៀងស្តីពីយន្តហោះគ្មានមនុស្សបើករវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែនដែលនឹងកាត់ឡើងនាពេលខាងមុខនេះបើយោងតាមការប្រកាសរបស់ប្រធានាធិបតី Volodymyr Zelensky កាលពីថ្ងៃទី22 ខែកក្កដាលោក Zelensky បានមានប្រសាសន៍ថាយើងបានពិភាក្សាគ្នាប្រកបដោយលទ្ធផលល្អដោយផ្ដោតសំខាន់ជាចម្បងទៅលើវិធីការពារដែនអាកាសរបស់អ៊ុយក្រែនតាមរយៈការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់ Patriot បន្ថែមទៀតតាមរយៈយន្តការមួយដែលហៅកាត់ថា PURL គឺជាគំនិតដូចផ្ដើមរបស់អង្គការ NATO ដែលអនុញ្ញាតឲ្យបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តទិញសម្ភារៈយោធារបស់សហរដ្ឋអាមេរិកសម្រាប់ផ្ដល់ជូនអ៊ុយក្រែនកំពុងជួបប្រទះបញ្ហាខ្វះខាតមីស៊ីលស្ទាក់ចាប់ប្រភេទ Patriot PAC-3 ដែលមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទប់ទល់នឹងមីស៊ីលផ្លោងរបស់រុស្ស៊ីនៅចំពេលដែលទីក្រុងមូស្គូកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនលើអ៊ុយក្រែនលោក Whitaker បានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវរួមគ្នាជាមួយឧត្តមសេនីយ៍អាមេរិក Curtis Buzat ដែលជាប្រធានបេសកកម្មរបស់ NATO ប្រចាំអ៊ុយក្រែនដំណើរទស្សនកិច្ចនេះធ្វើឡើងនៅពេលដែលរដ្ឋបាលរបស់លោក Trump បង្ហាញសញ្ញានៃការគាំទ្រកាន់តែខ្លាំងដល់អ៊ុយក្រែនបន្ទាប់ពីមានភាពមិនច្បាស់លាស់អស់រយៈពេលជាច្រើនខែមកហើយទោះបីជាប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្អាកជំនួយយោធាស្ទើរតែទាំងអស់ទៅកាន់ទីក្រុងគៀវបន្ទាប់ពីចូលកាន់តំណែងកាលពីឆ្នាំមុនក៏ដោយប៉ុន្តែថ្មីនេះថ្នាក់ដឹកនាំអាមេរិកហាក់បង្ហាញពីចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មកម្ពុជានៅក្នុងកិច្ចប្រជុំជាមួយលោក Zelensky នៅឯកិច្ចប្រជុំកំពូល NATO នៅក្នុងទីក្រុងអង្ការ៉ាប្រទេសទូគីកាលពីដើមខែកក្កដាលោក Trump បានប្រកាសជាលើកដំបូងថាទីក្រុង Washington នឹងផ្ដល់ការអនុញ្ញាតអាជ្ញាប័ណ្ណដល់អ៊ុយក្រែនដើម្បីផលិតមីស៊ីលស្ទាក់ចាប់ប្រភេទ Patriot ដោយខ្លួនឯងលោកក៏បានលើកឡើងផងដែរថាសហរដ្ឋអាមេរិកនឹងចូលរួមក្នុងបញ្ជីប្រទេសដែលកំពុងកើនឡើងដែលទិញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនដែលជាវិស័យមួយដែលទីក្រុងគៀវបានក្លាយជាអ្នកដឹកនាំលំដាប់ពិភពលោកក្នុងអំឡុងពេលនៃការធ្វើសង្គ្រាមជាមួយរុស្ស៊ីដែលជាប្រទេសធំលោក Zelensky បានកត់សម្គាល់ថាការពិភាក្សារបស់លោកជាមួយលោក Whitaker គឺផ្អែកលើកិច្ចព្រមព្រៀងដែលបានធ្វើឡើងជាមួយប្រធានាធិបតីអាមេរិកនៅក្នុងប្រទេសទូគីពាក់ព័ន្ធនឹងអាជ្ញាប័ណ្ណផលិតមីស៊ីល Patriot ប៉ុន្តែក៏បានផ្ដោតផងដែរលើកិច្ចព្រមព្រៀងទិញលក់យន្តហោះគ្មានមនុស្សបើកដែលក្រុមការងាររបស់ភាគីទាំងពីរកំពុងតែធ្វើការងារយ៉ាងលឿនដែលអាចធ្វើទៅបានលើបញ្ហានេះអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ